សូមចូលរួមសោកស្ដាយទោះក្រុមគ្រួសារខំបញ្ជូនព្រឹទ្ធាចារ្យក្រមាមាសសានគំសៀនមកសង្គ្រោះបន្ទាន់នៅភ្នំពេញភ្លាមតែលោកតាទទួលមរណភាពហើយនៅវ័យ80ឆ្នាំទោះបីជាក្រុមគ្រួសារខំបញ្ជូនព្រឹទ្ធាចារ្យក្រមាមាសសានគំសៀនមកព្យាបាលបន្ទាន់នៅភ្នំពេញនៅតែមិនអាចជួយសង្គ្រោះលោកតាបានទទួលមរណភាពនៅក្នុងវ័យ80ឆ្នាំដោយសារជំងឺត្បៀតសរសៃបេះដូងនិងកំបោរក្នុងបេះដូងព្រឹទ្ធាចារ្យក្រមាមាសសានគំសៀនដែលបាននាំគុណបុគ្គលខ្មែរទៅកាន់ពិភពលោកបានទទួលមរណភាពហើយក្នុងវ័យ80ឆ្នាំដោយសារជំងឺត្បៀតសរសៃបេះដូងនិងកំបោរក្នុងបេះដូងនៅថ្ងៃទី3ខែមិថុនាឆ្នាំ2025នេះកាលពីថ្ងៃទី2ខែមិថុនាឆ្នាំ2025កាលពីម្សិលមិញលោករាជនគរដែលជាកូនប្រុសរបស់លោកព្រឹទ្ធាចារ្យក្រមាមាសសានគំសៀនបានបង្ហាញពីស្ថានភាពមិនល្អចំពោះឪពុកខ្លួនថាលោកគ្រូតាកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកសៀមរាបដោយសារជំងឺត្បៀតសរសៃបេះដូងនិងកំបោរក្នុងបេះដូងដោយឡែកនៅព្រឹកថ្ងៃទី3ខែមិថុនាឆ្នាំ2025នេះស្រាប់តែកូនប្រុសរបស់លោកបានរៀបរាប់ថាលោកគ្រូតាកំពុងធ្វើដំណើរតាមឡានសង្គ្រោះបន្ទាន់មករាជធានីភ្នំពេញនិងចូលទៅមន្ទីរពេទ្យកាឡាម៉ែតផ្នែកឯកទេសបេះដូងទាំងសិល្បករមហាជនអ្នកគាំទ្រព្រមទាំងកូនសិស្សគុនល្បុក្កតោខ្មែរម្នាក់មានការតក់ស្លុតនិងសោកស្ដាយជាខ្លាំងក្នុងការបាត់បង់ធនធានដ៏ល្អរបស់សង្គមជាតិនិងបានផ្ញើសាររំលែកទុក្ខនៃក្រុមគ្រួសាររបស់លោកតាគ្រប់គ្នា